ជាសួរអូនចាអូនជួនណាំខ្លួនបងតិចបានទេចាបងខ្ញុំឈ្មោះសុកអេលីជាអតីតសិស្សសាលារៀនវាសនាសាខាចការដងហើយក៏ជាសិស្សដែលទទួលបានអាហារូបករណ៍ពី Step Forward 100%ទេបងអូខេបងចង់ដឹងថាហេតុផលអីបានជាអូនសម្រេចចិត្ត apply Happy តាមរយៈ Step Forward បានជាខ្ញុំសម្រេចចិត្តថា apply អាហារូបករណ៍តាមរយៈ Step Forward ដោយសារតែខាងគាត់ផ្ដល់ព័ត៌មានច្បាស់លាស់ធ្វើឲ្យខ្ញុំទុកចិត្តបានហើយមាន exchange program ច្រើនហើយមួយទៀតគឺដាក់អាហារូបករណ៍ Step Forward ហ្នឹងគឺមានភាគរយជាប់ច្រើនហ្មងអូខេចឹងមកសំណួរទៀតបងចង់ដឹងថានៅពេលដែល process ដែលអូន apply Happy តាមរយៈខាងបងហ្នឹងតើអូនទទួលបានភាពងាយស្រួលអ្វីខ្លះចាបងគឺទទួលបានច្រើនគឺពួកគាត់រៀបចំឯកសារពួកខ្ញុំទាំងអស់ឲ្យពួកខ្ញុំប្រមាណអីទេហើយបងនៅខាង SFA ហ្នឹងគឺពេលណាដែលខ្ញុំចង់សួរព័ត៌មានអីចឹងទៅគាត់ផ្ដល់ព័ត៌មានខ្ញុំច្បាស់លាស់ហើយធ្វើឲ្យប៉ាម៉ាក់និងខ្ញុំទុកចិត្តបានច្រើនជាងនេះអូខេហើយចាប់ពីចិនរៀនជំនាញគេដែរទៅរៀន International Economic and Trade បងអូខេហើយចប់ពីរៀនហើយមកខ្មែរចង់ធ្វើអីគេខ្ញុំចង់បង្កើតអាជីវកម្មមួយនៅខ្មែរអូខេបងអាចដឹងមកចង់បង្កើតអីគេអាជីវកម្មអីគេអត់ទាន់ដឹងទេណាអត់ដឹងទេបងអូខេហ្នឹងហើយអញ្ចឹងថ្ងៃនេះបងមានតែប៉ុណ្្នឹងទេអញ្ចឹងបងជូនពរអូនពេលទៅសិក្សានៅប្រទេសចិនទទួលបានជោគជ័យរីសាល្អហើយនឹងមកដល់ខ្មែរវិញអាចបង្កើតមុខរបរដែលឆ្លាញ់បានឆាប់ៗចាអូខេអរគុណអូនអញ្ចឹងប៉ុណ្្នឹងអរគុណច្រើនអូន